សូមជួយរឿងស្នេហាក្រៅដំបូលផ្ទះស្រីពណ៌លឿងនៅក្នុងភូមិតូចមួយនៅជិតទន្លេមេគង្គមានផ្ទះឈើចាស់មួយដែលយាយម្នាក់ស្លៀកពាក់សារ៉ុងពណ៌លឿងតែងតែឈរនៅមុខបងអួចយាយមានចិត្តល្អតែមានជីវិតកំសត់កូនស្រីតែមួយគត់របស់គាត់មានឈ្មោះថាវិសាសោភាតៃសីសោភាជាក្មេងស្រីស្អាតសក់វែងភ្នែកភ្លឺតែមុខតែងតែមានស្នាមញញឹមដែលលាក់បាំងទុកកង្វល់នាងរស់នៅជាមួយយាយតាំងពីក្មេងព្រោះឪពុកម្ដាយបានបាត់បង់ជីវិតនៅក្នុងគ្រោះទឹកចំនួនមួយយាយតែងតែនិយាយថាសោភាអើយយាយមានតែអ្នកទេកុំឲ្យឈឺចិត្តដូចយាយថ្ងៃមួយនៅពេលសោភាទៅដងទឹកនៅប្រឡាយនាងបានជួបបុរសវ័យក្មេងម្នាក់ឈ្មោះសុធាគាត់គឺជាគ្រូបង្រៀនមកពីរាជធានីដែលត្រូវបានបញ្ជូនមកបង្រៀននៅសាលាក្នុងភូមិសុធាមានចិត្តល្អនិយាយសាមញ្ញហើយតែងតែជួយក្មេងៗនៅក្នុងភូមិជាដើមពេលជួបគ្នាលើកដំបូងសុធាបានជួយលើកទឹកធុងធ្ងន់ហើយគាត់និយាយថាប្អូនស្រីទឹកនេះធ្ងន់ដូចបេះដូងយើងដែរពីថ្ងៃនោះមកពួកគេបានជួបគ្នាញឹកញាប់សោភាចូលចិត្តស្ដាប់សុធានិយាយពីស៊ីភៅនៅទីក្រុងនិងពីសុបិនដែលគាត់ចង់សាងសង់សាលារៀនថ្មីសុធាចូលចិត្តសើចនិងរបៀបដែលសោភាខ្មាស់អៀនពេលដែលគាត់សរសើរពួកគេបានលងស្នេហ៍គ្នាយ៉ាងស្ងៀមស្ងាត់យាយដឹងអស់ហើយតែយាយតែងតែឈរនៅមុខបង្អួចសង្កេតមើលហើយសើចតិចមួយលើកយាយបាននិយាយជាមួយសោភាកូនបើស្នេហាពិតវាមិនងាយបាត់បង់ទេប៉ុន្តែវាអាចឈឺចាប់ខ្លាំងសោភាសួរយាយហេតុអ្វីយាយមើលទៅឆ្ងាយភ្នែកមានទឹកភ្នែកព្រោះយាយក៏ធ្លាប់មានស្នេហ៍មួយដូចអ្នកដែរប៉ុន្តែ6ខែក្រោយមកសុធាបានត្រឡប់ទៅរាជធានីវិញព្រោះម្ដាយគាត់ឈឺធ្ងន់មុនពេលចេញដំណើរគាត់បានមកជួបសុភានៅក្រោមដើមត្នោតគាត់កាន់ដៃនាងយ៉ាងតឹងរួចនិយាយថាសុភាខ្ញុំនឹងត្រឡប់មកវិញក្នុងរយៈពេល1ខែរងចាំខ្ញុំសូមមើលថែខ្លួនឯងនិងយាយផងសុភាយំប៉ុន្តែនាងសោចហើយនិយាយខ្ញុំនឹងរងចាំរហូតដល់អ្នកត្រឡប់មក1ខែកន្លងផុតទៅ2ខែ3ខែសុធាមិនត្រឡប់មកវិញសម្បត្តិដែលគាត់សន្យាសរសេរមិនដែលមកដល់សុភារាល់ថ្ងៃតែងតែឈរនៅមុខផ្ទះមើលតាមផ្លូវធូលីដែលនាំទៅទីក្រុងនាងស្រកទម្ងន់ភ្នែកបាត់បង់ពន្លឺយាយតែងតែចាប់ដៃនាងនិយាយថាកូនស្នេហាមិនតែងតែមានចុងបញ្ចប់ដូចយើងចង់បានទេប៉ុន្តែវាធ្វើឲ្យយើងរឹងមាំជាងមុន1ឆ្នាំក្រោយមកមានដំណឹងមកដល់ភូមិសុធាបានរៀបការជាមួយក្មេងស្រីមួយនៅរាជធានីដោយសារតែគ្រួសាររបស់គាត់ត្រូវការសេដ្ឋីគាត់បានសរសេរសម្បត្តិមួយប៉ុន្តែវាបានបាត់បង់នៅតាមផ្លូវសុភាអានសម្បត្តិនោះយឺតរួចយំស្ងាត់នាងមិនខឹងគ្រាន់តែឈឺចាប់ខ្លាំងនាងបាននិយាយជាមួយយាយស្នេហារបស់ខ្ញុំបានបញ្ចប់ហើយប៉ុន្តែខ្ញុំនៅតែស្រឡាញ់គាត់យាយអោបនាងហើយនិយាយថាវាមិនបញ្ចប់ទេកូនវាគ្រាន់តែផ្ដល់រូបរាងកាយទៅជាការចងចាំដ៏ស្រស់ស្អាតតែប៉ុណ្ណោះថ្ងៃណាមួយអ្នកនឹងយល់ថាស្នេហាពិតមិនត្រូវការវិលត្រឡប់មកវិញនោះទេវាគ្រាន់តែត្រូវការឲ្យយើងរៀនសង្ឃឹមម្ដងទៀតពីថ្ងៃនោះមកសុភាបានជួយយាយធ្វើកាច់កាប់ផ្ទះបង្រៀនក្មេងៗនៅក្នុងភូមិនិងស្លៀកសំពត់ពណ៌លឿងដូចយាយនៅតែស្រស់ស្អាតប៉ុន្តែមានភាពរឹងមាំមិនដែលធ្លាប់មានពីមុនមករាល់ពេលល្ងាចនាងនៅឈរមុខបង្អួចមើលទៅផ្លូវធូលីដដែលមិនមែនដើម្បីរងចាំនរណាម្នាក់ទៀតទេប៉ុន្តែដើម្បីរំលឹកថាស្នេហាមួយដែលធ្លាប់បាត់បង់ធ្វើឲ្យបេះដូងនាងញ័ររំជួយនៅតែនៅក្នុងចិត្តនាងជារៀងរហូតស្នេហាក្រមពន្លឺព្រះច័ន្ទនិងទឹកភ្នែក3ឆ្នាំកន្លងផុតទៅភូមិនៅតែស្ងប់ស្ងាត់ដូចដើមសុភាឥឡូវមានអាយុ24ឆ្នាំនាងបានក្លាយជាគ្រូបង្រៀននៅសាលាក្នុងភូមិមួយដែលសុធាធ្លាប់បង្រៀននាងស្លៀកសំពត់ពណ៌លឿងស្អាតដូចយាយតែងតែពាក់ហើយរាល់ល្ងាចនៅឈរមុខបង្អួចមើលទៅផ្លូវធូលីដដែលគ្របដណ្ដប់ដោយស្លឹកឈើយាយឥឡូវចាស់ជាងមុនសក់សពណ៌ប្រាក់ប៉ុន្តែនៅមានកម្លាំងនិយាយកូនអ្នក
មិនត្រូវរស់នៅជាមួយអតីតកាលនោះទេវាគ្រាន់តែជាផ្នែកមួយនៃជីវិតមិនមែនជាទាំងអស់នោះទេសុភាញញឹមតិចប៉ុន្តែបេះដូងនៅឈឺនាងឧស្សាហ៍សួរខ្លួនឯងថាតើគាត់នៅនឹកខ្ញុំដែរឬទេឬគាត់បានភ្លេចអស់ទៅហើយល្ងាចមួយពេលភ្លៀងធ្លាក់ខ្លាំងមានរថយន្តមួយគ្រឿងឈប់នៅមុខផ្ទះបុរសម្នាក់នោះចុះពីលើរថយន្តពេលអាវភ្លៀងមុខស្គាល់តែម្ដងនោះគឺសុធាគាត់រៀនស្គមជាងមុនភ្នែកមានស្នាមអស់ក្តីសង្ឃឹមគាត់ឈរនៅមុខទ្វារសុភាខ្ញុំសុំទោសសុភាឈរនៅស្ងៀមដៃកាន់មាត់ទ្វារនាងមិនយំគ្រាន់តែសួរហេតុអ្វីឥឡូវទៅមក3ឆ្នាំតើអ្នកដឹងទេខ្ញុំរងចាំយូរយ៉ាងណាសុធាញក់ក្បាលទឹកភ្នែកលាយជាមួយទឹកភ្លៀងម្ដាយខ្ញុំឈឺធ្ងន់គ្រួសារបង្ខំឲ្យរៀបការជាមួយក្មេងស្រីមួយដែលមានលុយដើម្បីជួយព្យាបាលម្ដាយខ្ញុំបានព្យាយាមបដិសេធប៉ុន្តែខ្ញុំឲ្យសម្បត្តិដែលខ្ញុំសរសេរត្រូវគេបំផ្លាញបន្ទាប់ពីម្ដាយខ្ញុំស្លាប់ខ្ញុំបានលែងលះហើយរត់មកស្វែងរកអ្នកតែម្ដងសុភាមើលទៅគាត់យ៉ាងយូរនាងនឹកដល់ថ្ងៃដែលពួកគេសើចជាមួយគ្នានិងនឹកដល់ការរងចាំដ៏វែងឆ្ងាយនឹកដល់ទឹកភ្នែកដែលនាងយំតែម្នាក់ឯងនាងនិយាយស្ងាត់ខ្ញុំមិនខឹងអ្នកទេប៉ុន្តែខ្ញុំឈឺចាប់ខ្លាំងណាស់ស្នេហាយើងមិនត្រឹមបាត់បង់ពេលវេលានោះទេវាបាត់បង់ទំនុកចិត្តផងដែរសុធាលុតជង្គង់នៅមុខនាងសុំទោសយ៉ាងខ្លាំងយាយដែលឈរនៅខាងក្នុងក៏បានដើរចេញមកដាក់ដៃលើស្មាសុភាហើយនិយាយថាកូនស្នេហាពិតមិនងាយបាត់បង់ទេប៉ុន្តែវាត្រូវការពេលវេលាដើម្បីជួសជុលបើអ្នកនៅតែមានអារម្មណ៍ថាគាត់ជាមនុស្សដែលអ្នកស្រឡាញ់សូមឲ្យគាត់បង្ហាញថាគាត់បានផ្លាស់ប្ដូរពីថ្ងៃនោះមកសុធាបានត្រឡប់ទៅក្នុងភូមិវិញគាត់បានបង្រៀននៅសាលាដូចដើមជួយសុភារៀបចំថ្នាក់រៀននិងមើលថែយាយគាត់មិនបង្ខំឲ្យនាងឲ្យក្តីស្រឡាញ់មកវិញភ្លាមនោះទេគ្រាន់តែនៅក្បែរបង្ហាញក្តីស្រឡាញ់ដោយស្ងៀមស្ងាត់សុភាចាប់ផ្ដើមញញឹមឡើងវិញប៉ុន្តែយូរនាងនៅតែឈឺចាប់ពីអតីតកាលប៉ុន្តែនាងនៅរៀនសង្ឃឹមរងទៀតល្ងាចមួយនៅក្រោមពលឺព្រះច័ន្ទសុធាកាន់ដៃនាងនិយាយថាខ្ញុំមិនសន្យាថានឹងធ្វើឲ្យអ្នកឈឺចាប់ទៀតទេប៉ុន្តែខ្ញុំសន្យាថាខ្ញុំនឹងនៅទីនេះរហូតដល់អ្នកជឿថាស្នេហាយើងនៅស្អាតដូចដើមសុភាមើលទៅភ្នែកគាត់ហើយនិយាយថាយើងចាប់ដើមឡើងវិញប៉ុន្តែយឺតដូចពេលវេលាដែលយើងបាត់បង់យាយដែលឈរនៅពីបង្អួចញញឹមតិចនិយាយក្នុងចិត្តថាស្នេហាកំសត់បើវាពិតវានឹងត្រឡប់មកវិញទោះយឺតយ៉ាវយ៉ាងណាក៏ដោយរបួសដែលមិនទាន់ជា6ខែក្រោយមកសុធារស់នៅក្នុងភូមិបងរៀននៅសាលានឹងជួយសុភារាល់ថ្ងៃគាត់មិនបង្ខំនាងឲ្យវិលត្រឡប់មកវិញភ្លាមទេគាត់គ្រាន់តែនៅក្បែរនាងជួយយកទឹកជួយដាំបន្លែនិងអង្គុយស្ដាប់នាងនិយាយសុភាចាប់ផ្ដើមញញឹមញឹកញាប់ជាងមុននាងចាប់ផ្ដើមជឿថាស្នេហាអាចបានជួសជុលប៉ុន្តែនៅក្នុងចិត្តនាងនៅតែមានស្នាមរបួសដ៏ជ្រៅរាល់ពេលដែលសុធាកាន់ដៃនាងតែងតែនឹកដល់ថ្ងៃដែលនាងរងចាំសុធាម្នាក់ឯង3ឆ្នាំយាយឥឡូវខ្សោយខ្លាំងតែងតែនិយាយថាកូនបើអ្នកនៅតែមានទុកកង្វល់ក្នុងចិត្តកុំបង្ខំខ្លួនឯងឲ្យស្រឡាញ់ឡើងវិញភ្លាមអីស្នេហាមិនមែនជាការបង្ខំទេថ្ងៃមួយមានសម្បត្តិមួយមកដល់ផ្ទះវាគឺជាសម្បត្តិពីគ្រួសារសុធានៅរាជធានីនៅក្នុងសម្បត្តិមានសេចក្តីថាសុធាកូនត្រូវវិលត្រឡប់មកវិញក្មេងស្រីដែលអ្នកលែងលះនោះឥឡូវមានផ្ទៃពោះគ្រួសារគេចង់ឲ្យអ្នកទទួលខុសត្រូវបើអ្នកមិនត្រឡប់មកគេនឹងមកយកអ្នកដោយខ្លួនឯងសុធាអានសម្បត្តិរួចមុខស្លេកគាត់មិនដែលប្រាប់សុភាថាការលែងលះរបស់គាត់មិនទាន់ចប់ស្អាតនោះទេគាត់បានលះបាំងវាទាំងអស់
ដើម្បីកុំឲ្យសុភាឈឺចាប់បន្ថែមពេលសុភាដឹងដំណឹងនេះពីមនុស្សនៅក្នុងភូមិដែលឃើញសម្បត្តិនាងដូចត្រូវគេវាយមួយដំបងនាងឈរនៅមុខបង្អួចដូចថ្ងៃដែលនាងរងចាំ3ឆ្នាំមុនទឹកភ្នែកហូរចុះមិនឈប់សុភារត់មកលុតចង្កង់នៅមុខនាងសុភាខ្ញុំសុំទោសខ្ញុំខ្លាចអ្នកនឹងមិនឲ្យខ្ញុំនៅទីនេះបើអ្នកដឹងវាជាកំហុសចាស់ខ្ញុំមិនដែលប៉ះពាល់នាងនោះទេវាគ្រាន់តែជាការរៀបការដោយបង្ខំសុភានិយាយខ្សោយខ្សោយអ្នកបានលាក់បងខ្ញុំម្ដងទៀតហើយអ្នកធ្វើឲ្យខ្ញុំជឿថាយើងអាចចាប់ផ្ដើមឡើងវិញប៉ុន្តែរាល់ដងអ្នកតែងតែមានអតីតកាលមកតាមស្ទាក់យើងខ្ញុំធូរហើយខ្ញុំឈឺគ្រប់គ្រាន់ហើយនាងដកដៃចេញពីគាត់ហើយដើរចូលទៅក្នុងផ្ទះយាយអង្គុយនៅលើគ្រែកាន់ដៃសុភានិយាយថាកូនស្នេហាតែងតែមានចុងបញ្ចប់សុភមង្គលទេពេលខ្លះវាគ្រាន់តែជាការបង្រៀនឲ្យយើងស្រឡាញ់ខ្លួនឯងជាងមុនយាយមានតែអ្នកទេកុំយំបន្តទៀតសុភាអង្គុយនៅខាងក្រៅផ្ទះរងចាំពេញមួយយប់ប៉ុន្តែសុភាមិនចេញមកពីថ្ងៃនោះមកសុភាបានសុំផ្លាស់ទៅបង្រៀននៅក្នុងភូមិជិតខាងនាងនៅតែស្លៀកសំពត់អាវពណ៌លឿងនៅតែស្រស់ស្អាតប៉ុន្តែភ្នែកមានស្នាមការឈឺចាប់ដែលមិនអាចលាក់បាននាងរៀនរស់ដោយខ្លួនឯងជួយយាយនិងបង្រៀនក្មេងៗដោយក្តីស្រឡាញ់សុធាត្រូវបានត្រឡប់ទៅរាជធានីដើម្បីដោះស្រាយបញ្ហាចាស់មុនចេញដំណើរគាត់បានមកឈរនៅមុខផ្ទះម្ដងទៀតហើយនិយាយថាខ្ញុំនឹងវិលត្រឡប់មកវិញខ្ញុំនឹងមកដោយដៃស្អាតនិងចិត្តស្អាតសុភាមើលគាត់ពីបង្អួចមិននិយាយអ្វីទាំងអស់នាងគ្រាន់តែយំស្ងាត់ក្នុងចិត្តយាយញញឹមតិចនិយាយថាស្នេហាកំសត់វាមិនងាយបញ្ចប់ទេកូនប៉ុន្តែវាធ្វើឲ្យយើងខ្លាចជាមនុស្សដែលខ្លាំងជាងមុនសុភានៅឈរនៅមុខបង្អួចមើលទៅផ្លូវធូលីដដែលរងចាំមិនមែនជាមនុស្សម្នាក់ទៀតទេប៉ុន្តែរងចាំដែលបេះដូងនាងនឹងមិនឈឺចាប់ម្ដងទៀតស្នេហាដែលវិលត្រឡប់មកវិញពេលសុធាត្រឡប់ទៅរាជធានីគាត់មិនបានត្រឡប់មកវិញភ្លាមទេគាត់បានចំណាយពេលពេញ1ឆ្នាំដើម្បីដោះស្រាយគ្រប់យ៉ាងឲ្យស្អាតគាត់បានលែងលះដោយសន្តិវិធីទទួលខុសត្រូវទៅលើកូនដែលកំពុងនៅក្នុងផ្ទៃដោយផ្ដល់ការឧបត្ថម្ភប៉ុន្តែមិនត្រូវការរស់នៅជាមួយម្ដាយកូនគាត់បានលក់អ្វីដែលគាត់មាននៅទីក្រុងរួចត្រឡប់មកភូមិវិញដោយក្តីទទេប៉ុន្តែដោយចិត្តស្អាតថ្ងៃមួយនៃខែកក្កដាពេលការឈប់រីកពេញបឹងសុធាបានត្រឡប់មកឈរនៅមុខផ្ទះឈើចាស់ដដែលគាត់ស្លៀកពាក់អាវសាមញ្ញដៃកាន់កាតាបមួយនៅក្នុងដៃគាត់មិនបានលុតចង្គង់ទៀតទេគ្រាន់តែឈរឲ្យស្ងៀមរងចាំសុភាចេញមកសុភាដើរចេញមកស្លៀកពាក់សំពត់អាវពណ៌លឿងដូចយាយសក់វែងយ៉ាងស្រស់ស្អាតនាងមើលគាត់យ៉ាងយូរភ្នែកមានទឹកភ្នែកប៉ុន្តែនាងមិនយំសុធានិយាយស្ងាត់សុភាខ្ញុំវិលត្រឡប់មកវិញដោយមិនមានអ្វីក្នុងដៃទេលើកលែងតែក្តីស្រឡាញ់ដែលមិនដែលផ្លាស់ប្ដូរខ្ញុំសូមឲ្យអ្នកឲ្យឱកាសភ្លាមទេខ្ញុំគ្រាន់តែសូមឲ្យអ្នកឲ្យខ្ញុំនៅក្បែររហូតដល់អ្នកជឿថាខ្ញុំមិនលាក់បាំងអ្វីទៀតនិងមិនធ្វើឲ្យអ្នកឈឺចាប់ទៀតសុភាមើលទៅភ្នែកគាត់យ៉ាងយូរនាងនឹកដល់ទឹកភ្នែកដែលនាងយំនឹកដល់ការរងចាំដ៏វែងឆ្ងាយនឹកដល់ពាក្យរបស់យាយបេះដូងនាងនៅតែញ័រប៉ុន្តែវាមិនមែនជាការឈឺចាប់ទៀតទេវាជាការសង្ឃឹមដែលបានត្រឡប់មកវិញនាងនិយាយថាខ្ញុំមិនរងចាំអ្នកណាទៀតទេប៉ុន្តែខ្ញុំចង់ឲ្យអ្នកសាល់បងម្ដងទៀតយឺតមួយចំហៀនម្ដងបើអ្នកពិតជាបានផ្លាស់ប្ដូរខ្ញុំនឹងឲ្យឱកាសអ្នកម្ដងទៀតសុធាញញឹមភ្នែកចាប់ផ្ដើមមានពន្លឺគាត់មិនអោបនាងភ្លាមទេគ្រាន់តែកាន់ដៃនាងយ៉ាងស្លុងពីថ្ងៃនោះមកពួកគេចាប់ផ្ដើមជីវិតថ្មីសុធាបង្រៀននៅសាលាក្នុងភូមិសុភាបង្រៀននៅសាលាភូមិជិតខាង
រួចត្រឡប់មកផ្ទះវិញរាល់ពេលល្ងាចពួកគេជួយគ្នាមើលថែយាយដាំបន្លែនិងសាងសង់បន្ទប់ថ្មីមួយនៅក្រៅផ្ទះយាយឥឡូវរៀងចាស់ណាស់តែងតែអង្គុយនៅមុខបង្អួចសើចសប្បាយពេលឃើញពួកគេដើរលេងជាមួយគ្នាយាយតែងតែនិយាយក្នុងចិត្តថាយាយរីករាយណាស់ស្នេហាកំសត់របស់កូនខ្លាចជាស្នេហាដ៏ស្រស់ស្អាតបំផុត2ឆ្នាំក្រោយមកនៅក្រោមដើមថ្នោតដែលពួកគេធ្លាប់ជួបគ្នាដំបូងសុធាបានលើកជង្គង់ចុះដៃកាន់ចិញ្ចៀនមួយដែលគេធ្វើដោយផ្ទាល់ដៃពីប្រាក់ខែដែលគាត់បានរកពីការបង្រៀនវិសាសុភាតៃសីតើអ្នកព្រមរៀបការជាមួយខ្ញុំនឹងរស់នៅជាមួយខ្ញុំរហូតដល់ចាស់ទេសុភាយំប៉ុន្តែជាទឹកភ្នែកនៃសុភមង្គលនាងងក់ក្បាលយ៉ាងខ្លាំងខ្ញុំព្រមយើងនឹងរស់នៅជាមួយគ្នារហូតដល់សក់យើងពណ៌ប្រាក់ដូចយាយវិធីមង្គលការបានធ្វើឡើងយ៉ាងសាមញ្ញនៅក្នុងភូមិមានតែយាយក្មេងៗសិស្សសាលានិងអ្នកចិត្តខាងសុភាស្លៀកពាក់សម្ពុតអាវពណ៌លឿងសុធាពាក់អាវពណ៌សពួកគេសើចដាក់គ្នាយ៉ាងសុខសាន្តបន្ទាប់ពីនោះមកពួកគេរស់នៅជាមួយគ្នានៅផ្ទះឈើចាស់នោះពួកគេមានកូនស្រីមួយដែលពួកគេដាក់ឈ្មោះថាយាយសុធាដើម្បីរំលឹកដល់យាយដែលផ្ដល់កម្លាំងចិត្តដល់ពួកគេល្ងាចសុភានៅឈរមុខបង្អួចដដែលប៉ុន្តែនាងមិនរងចាំនរណាទៀតទេនាងគ្រាន់តែឈរជាមួយសុធាកាន់ដៃគ្នានិងមើលព្រះអាទិត្យលិចនិងស្ដាប់សំឡេងកូនសោចយាយបានលាចាក់ពិភពលោកដោយសុខសាន្តដោយមានស្នាមញញឹមនៅលើមុខព្រោះគាត់ដឹងថាកូនស្រីរបស់គាត់បានរកឃើញស្នេហាពិតប្រាកដចុងបញ្ចប់នៃរឿងទាំងមូលស្នេហាកំសត់មិនតែងតែបញ្ចប់ដោយការបាក់បែកទេពេលខ្លះគ្រាន់តែជាការធ្វើតេស្តដើម្បីឲ្យស្នេហានោះកាន់តែរឹងមាំនិងស្រស់ស្អាតជាងមុន